ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទមានសកម្មភាពខ្លះៗដើម្បីបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនបានទស្សនាកម្សាន្តទាំងអស់គ្នាអំពីសកម្មភាពដែលខ្ញុំបានបបួលបងប្អូនកូនក្មួយមកទទួលទានអាហារពេលល្ងាចនៅវាលស្រែក្បែរផ្ទះជាលើកទី2គេថាมันខុសមែនបងប្អូនគេថាសបាយខ្លាចជាទុកក៏ប៉ុន្តែសម្រាប់ពួកខ្ញុំទុកហើយសបាយតាមក្រោយបាទទុកព្រោះអីបងប្អូនបាទទុកដោយដែលបងប្អូនបានឃើញអញ្ចឹងគឺឡានរបស់ខ្ញុំហ្នឹងវាបាទប៊ីធ្លាក់កង់មកខាងទៅវាលស្រែមូលហេតុដែលវារោធ្លាក់ទៅវាលស្រែហ្នឹងដោយសារតែខ្ញុំចង់ប្រខិតវាទៅអែបគៀនបន្តិចដោយសារតែផ្លូវហ្នឹងមានពុកម៉ែបងប្អូនយើងគាត់ធ្វើចរាចរណ៍ទៅមកដោយមានលំអទឹកស្មៅទឹកអីចឹងអញ្ចឹងទៅអត់ចង់ឲ្យវាទៅផ្លូវរបស់ពួកគាត់ចឹងទៅក៏សេរីវាអែបគៀនទៅដល់ពេលទៅវាក៏ជ្រុលទៅក៏ប៉ុន្តែវាតិចតួចដែរទេបន្ទាប់ពីយើងបានសេរីឡានអីរួចសពគ្រប់ទៅមិនបង្អែបបងអង្គយូក៏មករកកន្លែងគួសមដើម្បីបានប្រតិបត្តិការនៃការហូបចុកនេះជាលើកទី2ហើយដែលជួបជុំបងប្អូនកូនក្មួយមកទទួលទានអាហារពេលល្ងាចនៅវាលស្រែក្បែរផ្ទះការមកលើកទី1ក៏ជួបឧបសគ្គដែរក៏ប៉ុន្តែឧបសគ្គក្នុងការលើកទី1វាមិនដូចលើកទី2ទេការលើកទី1ឧបសគ្គនោះគឺមេឃបានអាកាសធាតុអត់អំណោយផលគ្រាន់តែរៀបចំកន្លែងហូបចុកមិនទាន់បានស្រួលបួលផងគឺថាមេឃរោភ្លៀងមកបាត់ហើយក៏ប៉ុន្តែយើងក៏បានទទួលទានរួចសពគ្រប់ដែរដោយសារតែយើងទទួលទានយ៉ាងបញ្ញាបញ្ញាប់អញ្ចឹងទៅតែលើកនេះមេឃអាកាសធាតុមកអំណោយផលហើយក៏ប៉ុន្តែវាជួបឧបសគ្គគឺត្រូវបានរុញឡានមកសួរថាបើមកម្ដងណាក៏ជួបឧបសគ្គម្ដងណាក៏ជួបឧបសគ្គអញ្ចឹងសួរថាលើកក្រោយបាទពួកយើងខ្ញុំបាទទៅទទួលទានបាទអាហារជុំគ្នានៅវាលស្រែទៀតទេបាទចម្លែកគឺថានៅតែទៅអញ្ចឹងឲ្យតែមានពេលទំនេរដោយសារតែទេសភាពស្រុកស្រែហ្នឹងវាអត់នៅឆ្ងាយពីផ្ទះដែរនៅក្បែរផ្ទះដែរសួរថាបរិភោគបាយនៅផ្ទះហ្នឹងវាអត់ឆ្ងាញ់មែនបានចេះតែនាំគ្នាហ្នឹងទៅបរិភោគអាហារនៅក្រៅផ្ទះថាអត់ទេបរិភោគនៅផ្ទះក៏វាឆ្ងាញ់យើងយកមកបរិភោគនៅក្រៅក៏វាឆ្ងាញ់ក៏ប៉ុន្តែយើងចង់ដូរបរិយាកាសពីផ្ទះមកញ៉ាំនៅតាមវាលស្រែម្ដងមកកាលអញ្ចឹងណាបងប្អូនបើសម្រាប់បងប្អូនមួយចំនួនខ្លះដែលគេមានធនធានអញ្ចឹងទៅញ៉ាំអាហារប៊ូហ្វេនៅតាមហាងតាមអីចឹងទៅតែបើសម្រាប់អ្នកដែលមិនសូវមានលុយដូចពួកយើងខ្ញុំអីបានត្រឹមតែដាំបាយពីផ្ទះហើយយកមកញ៉ាំនៅវាលស្រែតែប៉ុណ្្នឹងឯងបាទឥឡូវនេះយើងបានទទួលទានអាហាររួចចប់សពគ្រប់ហើយក៏ប្រម៉ែប្រមូលទុកដាក់ជាក្រានចានឆ្នាំងដើម្បីរៀបចំទៅគេហដ្ឋានវិញក៏ប៉ុន្តែអ្វីដែលពួកយើងតែងតែមិនអាចភ្លេចគឺការទុកដាក់សម្រាមកាកសំណល់សល់ពីការហូបចុកបាទជាពិសេសគឺស្បោងបាទប្រភេទផ្លាស្ទិកបាទហើយជាដើមហ្នឹងគឺប្រមូលយកទៅទុកនៅផ្ទះដើម្បីដុតបាទមិនចោលតាមពាសវាពាសការទេយើងត្រូវតែស្រឡាញ់បរិស្ថានពីព្រោះប្រទេសមួយដែលមានបរិស្ថានស្អាតពេលទាល់តែមានការចូលរួមអំពីប្រជាពលរដ្ឋដែរប្រសិនណាបើប្រជាពលរដ្ឋគាត់ប្រើប្រាស់តាណាហើយគាត់ចោលកាកសំណល់ឡើងហ្នឹងវាធ្វើឲ្យប្រទេសហ្នឹងក៏ស្អាតដែរបាទអញ្ចឹងយើងចូលរួមសម្អាតបរិស្ថាននៅក្នុងប្រទេសយើងទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងរាល់ការថាអធិប្បាយមានការលឺលុះខ្វះខាតត្រង់ចំណុចណាក៏សូមអធិស្ឋានសូមអរគុណសូមគោរពលា